ខ្ញុំឈ្មោះសុភាអាយុ16ឆ្នាំគឺគោលបំណងរបស់ខ្ញុំនៅថ្ងៃអនាគតគឺខ្ញុំចង់ធ្វើកាយគឺខ្ញុំចង់ធ្វើកាយប៉ុន្តែពេលខ្ញុំថតចប់គឺខ្ញុំបានធ្វើឲ្យខ្ញុំគិតម្ដងទៀតជាខ្ញុំចង់ធ្វើជាបុគ្គលិកសង្គមកិច្ចវិញដោយសារខ្ញុំបានមើលខ្លួនឯងលើខ្លួនឯងដោយផ្ទាល់ហើយនឹងក្មេងៗដែលរស់នៅក្នុងសង្គមហើយនឹងក្បែរផ្ទះខ្ញុំមានគេច្រើនណាស់ស្គាល់បងតាមរយៈវីដេអូសុភាត្រីមហើយពួកខ្ញុំចង់ដឹងពីបងដែរថាតើកំឡុងពេលហ្នឹងបងនៅចងចាំអីខ្លះបងគិតថាពេលហ្នឹងគឺបងនៅផ្ទះទូចមួយដែលលក្ខណៈថានៅក្នុងគ្រួសារជុំគ្នាគឺគេនៅក្នុងបន្ទប់ហ្នឹងតែមួយហ្មងហើយម៉ាក់គាត់លក់ដូរត្រូវទៅពេលយប់ដែលត្រូវងើបទៅជួយគាត់អីចឹងណាហ្នឹងហើយហើយពេលវីដេអូទី2បងមានឃើញខ្លួនឯងថាផ្លាស់ប្ដូរតិចតួចនៅកន្លែងហ្នឹងអត់សូវងើបពេលយប់ជួយម៉ាក់បានទេយើងកាត់បន្ថយម៉ោងវិញហើយលក្ខណៈថាការតុបតែងខ្លួនបានស្អាតជាងមុនចេះរលុយដែលលក្ខណៈថាបានជួយគ្រួសារបានតិចតួចហើយបើផ្ទះនៅវិញលក្ខណៈថាគឺនៅផ្ទះយើងធំជាងមុនដែលមានបន្ទប់គ្រប់គ្រាន់សម្រាប់បងប្អូនដែលបងរស់នៅអញ្ចឹងណាអញ្ចឹងយើងមើលឃើញថាចាប់ពីពេលហ្នឹងមកមានរឿងជាច្រើនបានផ្លាស់ប្ដូរមែនតើហើយក៏ចង់សួរបងដែរថាតើបងអាចប្រាប់ពីជីវិតបងកាលពីរៀននៅវិទ្យាល័យរហូតដល់សាកលបានបងថាពេលហ្នឹងមានឧបសគ្គអីគេខ្លះហើយមានកត្តាអីដែលជំរុញឲ្យបងយកឈ្នះឧបសគ្គទាំងអស់ហ្នឹងបានអញ្ចឹងបងនឹងចាប់ដើមនិយាយពីជីវិតបងនៅវិទ្យាល័យសិនដែលបងនិយាយចាប់ពីថ្នាក់ទី12ទៅតែម្ដងណែដឹងស្រាប់ឯថានៅក្នុងឆ្នាំ2018គឺយើងគឺជាឆ្នាំមួយដែលយើងតឹងរឹងខ្លាំងសម្រាប់ថ្នាក់ទី12អញ្ចឹងណាយ៉ាគឺបងគឺមានការប្រឡងធ្លាក់ទី12ហ្នឹងគឺ2ដងឆ្នាំ2019គឺបងប្រឡងធ្លាក់ម្ដងទៀតដែរអញ្ចឹងបងគិតថាអូខេបងត្រៀមចិត្តឲ្យអស់ហើយទោះធ្លាក់ម្ដងទៀតឬក៏បែបម៉េចគឺបងនៅតែបន្តពាក្យថាបន្តជាមួយនឹងការសិក្សានឹងរហូតនៅក្នុងឆ្នាំ2020គឺលក្ខណៈថាបងនៅអត់ស្មានដូចគ្នាដែរគឺជាឆ្នាំមួយដែលគេហៅថាជាប់អូតូអញ្ចឹងណាយ៉ាតែយើងដឹងបងអត់ដឹងថាសម្រាប់អូននឹងជួបពាក្យមួយថាសិស្សអូតូហ្នឹងមានអីអស់ចាសិស្សអូតូហ្នឹងអត់មានសមត្ថភាពអីផងអញ្ចឹងណាយ៉ាអញ្ចឹងបងជួបពាក្យហ្នឹងច្រើនមែនតើប៉ុន្តែបងនៅតែបន្តថាអូខេខ្ញុំជាប់អីអញ្ចឹងអ្វីដែលខ្ញុំធ្វើបន្តគឺខ្ញុំអត់គិតថាវាជាអូតូឬក៏អត់ទេតែសំខាន់គឺខ្ញុំត្រូវបានចូលទៅមហាវិទ្យាល័យអញ្ចឹងពេលដែលបងចូលទៅមហាវិទ្យាល័យអ្វីដែលបងកិនគឺទៅលើថវិកាតើបងនឹងបានថវិការៀងហ្នឹងនៅកន្លែងណាបានមកពីណាអាចបន្តជាមួយនឹងអាហ្នឹងបានអញ្ចឹងបងក៏បានធ្វើការស្នើសុំជាមួយនឹងខាង Oscam ដើម្បីបានលុយក្នុងការរៀនតអីចឹងទៅហ្នឹងហើយបងអញ្ចឹងនៅក្នុងវីដេអូទី2នៃសាច់រឿងរបស់សុភាត្រីមហ្នឹងបងបាន share ថាបងចង់មានក្តីសម័យនៃទូនីតិជាក់លាក់ណាមួយមានការបំផុសគំនិតបែបម៉េចដើម្បីឲ្យបងចង់ខ្លាយទៅជាចង់ធ្វើការនៅក្នុងមុខជំនាញក៏ដូចជាទូនីតិហ្នឹងណាបងគឺដូចបងបានរៀបរាប់ថាពីអាយុប្រហែលនេះបងគឺចង់ធ្វើកាយដែលលក្ខណៈចង់ដើរទៅគ្រប់ទីកន្លែងអញ្ចឹងណាដែលលក្ខណៈថាឲ្យស្គាល់គ្រប់ប្រទេសស្គាល់គ្រប់ទីកន្លែងអីបែបហ្នឹងប៉ុន្តែជាក់ស្ដែងគឺបងបានឃើញបងនៅក្នុងអង្គការ Oscam គាត់បានធ្វើការទៅលើជួយដល់ក្មេងដូចជាក្មេងស្រីៗដូចបងដូចអូនឯងដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងចេះតែឆ្ងល់ថាការងារដែលគាត់ធ្វើហ្នឹងគឺជាការងារអីហេតុអីបានគាត់អាចធ្វើការជាមួយនឹងក្មេងបានទៅចែកទៅជួបជាមួយនឹងគ្រួសារឬក៏ដោះស្រាយអីដែលលក្ខណៈពួកគាត់កំពុងជួបបញ្ហាអីចឹងណាហ្នឹងហើយអញ្ចឹងបងក៏សួរនាំទៅគឺគាត់បាននិយាយថាផ្នែកដែលគាត់ធ្វើហ្នឹងគឺគេហៅថាផ្នែកសង្គមកិច្ចគឺបងមានអារម្មណ៍ថាបងចាប់អារម្មណ៍ខ្លាំងអញ្ចឹងធ្វើឲ្យគំនិតរបស់បងផ្លាស់ពីកាយទៅជា social worker សប្តាហ៍បងបានចែកម្លែកថាបងជាបុគ្គលិកពេញម៉ោងផ្នែកសង្គមកិច្ចអញ្ចឹងបងអាចប្រាប់បានថាការងាររបស់បងហ្នឹងបែបម៉េចដែរហើយបងចូលចិត្តអីពីទូនីតិហ្នឹងសម្រាប់បងតេតងជាមួយនឹងផ្នែក social worker នៅក្នុង Skillstank Cambodia នេះគឺបងធ្វើរយៈពេល2ឆ្នាំអញ្ចឹងយើងជួយដោះស្រាយបញ្ហាគ្រួសារកុមារហើយនឹងជាលក្ខណៈបែប
យើងចង់ផ្ដល់ឱកាសឲ្យក្មេងជាពិសេសក្មេងគាត់បានទទួលការសិក្សាអញ្ចឹងតើតើជាមួយនឹងផ្នែកសង្គមកិច្ចរបស់បងគឺបងត្រូវធ្វើបែបម៉េចឲ្យលក្ខណៈថាស្ថានភាពរបស់ក្មេងដែលគាត់បានខ្លាយជាក្រុមគោលដៅរបស់បងហ្នឹងគឺឲ្យគាត់មានភាពល្អប្រសើរហើយនឹងមានឱកាសមួយដែលអាចដូចនឹងក្មេងដទៃបានជាង ចឹងឥឡូវយើងត្រឡប់ទៅមើលផ្នែករបស់ Oscam វិញចង់ដឹងពីបងដែរថាបើយើងទៅលេចមើលទៅកាន់ខំក្រោយវិញណាតើការចូលរួមជាគ្រួសាររបស់ Oscam ហ្នឹងជួយឲ្យបងបែបណាខ្លះ បើនិយាយថាតេតងជាមួយនឹងខ្លាចជាសមាជិកម្នាក់នៅក្នុង Oscam បងគិតថារីករាយខ្លាំងមែនតើហើយក៏មានមោទនភាពដែរដែលខ្លាចជាគ្រួសារមួយរបស់ពួកគាត់ចឹងណាព្រោះនៅ Oscam គឺគាត់មិនមែនធំតែជួយជាលក្ខណៈបែបថវិកាឬក៏ជាលក្ខណៈឲ្យគាត់បានបញ្ចប់លក្ខណៈថានៅអ្វីដែលគាត់ចង់សម័យបានទេប៉ុន្តែនៅក្នុង Oscam គឺគាត់ផ្ដល់ច្រើនខ្លាំងមែនតើគឺតេតងជាមួយនឹងចំណេះដឹងហើយនឹងឱកាសសម្រាប់ក្មេងស្រីទាំងអស់ដែលគាត់ខ្លាចជាក្រុមគោលដៅរបស់អង្គការអ្វីដែលបងគិតនៅក្នុងហ្នឹងអ្វីដែលបងទទួលបានហ្នឹងគឺទី1តេតងជាមួយនឹងមេរៀនដែលជាលក្ខណៈថាគាត់បានបង្រៀនច្រើនដល់បងដែលខ្លាចជាបង្ហាញភាពជាអ្នកដឹកនាំក្លាហានក្នុងការនិយាយទៅបង្កើតការគេហៅថា communication ជាមួយនឹងមនុស្សជុំវិញហើយហ៊ានបង្ហាញនៅសមត្ថភាពរបស់ខ្លួនឯងនៅក្នុងហ្នឹងថាខ្លួនឯងគឺជានរណា អូខេបងអញ្ចឹងបើយើងត្រឡប់ទៅមើលក្មេងស្រីម្នាក់ដែលនៅក្នុងសាច់រឿងសុភាត្រៀមវិញណាតើបងមានអីចង់ទៅប្រាប់គាត់នៅក្នុងថ្ងៃនេះអត់ ប្រសិនបើអត់មានការលក្ខណៈ interview ឬក៏វីដេអូទី3ទេក៏អត់មានការលក្ខណៈបែបសារជាលើកទឹកចិត្តទៅដល់កម្មសុភាដូចគ្នាដែរព្រោះដោយសារតែវាជាលក្ខណៈការថតមួយហើយក៏អត់បានទៅកន្លែងមើលឆ្លុះបញ្ចាំងខ្លួនឯងដូចគ្នាដែរអញ្ចឹងនេះក៏ជាឱកាសមួយដែលគិតថាជាពាក្យមួយដែលលើកទឹកចិត្តដល់សុភាដែលលក្ខណៈថាអរគុណខ្លាំងមែនតើដល់សុភាដែលលក្ខណៈថាទូលំបាកយ៉ាងណាក៏ដោយជួបឧបសគ្គបែបណាក៏ដោយក៏អត់បោះបង់ដែរគឺនៅតែបន្តតួលក្ខណៈថាវាបញ្ហានឹងធំក៏ដោយក៏នៅអាចដោះស្រាយបានអញ្ចឹងលក្ខណៈថាអរគុណច្រើនមែនតើដែលលក្ខណៈថានៅតែបន្តទៅមុខរហូតចុះបើសិនជាយើងមើលទៅកាន់ក្មេងស្រីនៅប្រទេសកម្ពុជាយើងវិញហ្មងបងតើបងមានជាសារអីសម្រាប់ពួកគាត់អត់ដែលពួកគាត់កំពុងតែមានក្តីសម័យដែរអ្វីដែលបងចង់និយាយទៅកាន់ក្មេងស្រីទាំងអស់បងចង់លើកទឹកចិត្តថាប្រសិនបើជួបការលំបាកណាមួយឬក៏ឧបសគ្គណាមួយសូមកុំបោះបង់សូមដើរទៅបន្តរហូតដល់ក្តីសម័យរបស់យើងដែលយើងចង់បាននៅក្នុងហ្នឹងហើយប្រសិនបើថាបញ្ហានោះធំឬក៏លក្ខណៈថាមិនអាចដោះស្រាយបានយើងសូមដោះស្រាយរឿងហ្នឹងគឺដោយខ្លួនឯងគឺឲ្យអស់ពីលទ្ធភាពខ្លួនឯងត្រូវជឿជាក់លើខ្លួនឯង 100% ថាខ្លួនឯងនឹងអាចធ្វើបានហើយអាចនឹងសម្រេចគោលដៅរបស់ខ្លួនឯងបាន